ហើយសម្រាប់ការប្រកួតគូដំបូងនេះបាទគឺជាការជួបគ្នារបស់ក្រុមបាល់ទាត់បាទ SBIS Soccer School អ៊ុយ12ត្រូវប៉ះគ្នាជាមួយនឹងវិទ្យាស្ថានអប់រំសិង្ហបុរី Academy អ៊ុយ12នេះគ្នាផងដែរដោយបងប្អូនយើងបានជ្រាបហើយការប្រកួតនេះគឺធ្វើការប្រកួត12នាទីណាព្រមតែទប់បាល់មួយត្រង់នេះបាទខ្សែប្រយុទ្ធលេខ9ទាញញាក់ឆ្វេងញាក់ស្ដាំសុបមកជើងប្លុកទាញបោះមកខាងក្រោយទៅណាមកទៅណីបាទបន្តិចម្ដងតាន់បាល់មួយសិនបាទប្រិមត្តទស្សនិកជនបាទការប្រកួតនេះគឺរៀបចំហ្នឹងគឺផ្ដល់ជូននៅអតិភិបការសម្រេចចិត្តហ្នឹងទាំងស្រុងទៅលើក្មួយដែលជាកីឡាករតែម្ដងអល់មតិយោបល់ពីគណៈអាណាព្យាបាលឬមួយក៏គ្រូបង្វឹកអីនោះទេឥឡូវញាក់មួយកន្លែងនេះសុទ្ធមកជើងបាទញាក់ចូលបញ្ជូនមកខាងក្រោយទាញអីយ៉ារៀបមិនសុទ្ធហើយប៉ុន្តែមានការរំខានបាទយើងថាខ្ញុំអូនលេខ26នេះបាទអាយុក្រោម12ឆ្នាំប៉ុន្តែកាយសម្បត្តិគាត់ល្អខ្លាំងមែនទែនគាត់មានឈ្មោះថាលៀបអាយយផ្លាត់ស្ងៀតបាទត្រូវបានបាទវិទ្យាស្ថានអប់រំសិង្ហបុរីនឹងបើកការនាំមុខមកគ្រាប់បាត់ទៅហើយបាទដល់កីឡាករលេខ7អីយ៉ាសាជាថ្មីម្ដងទៀតកន្លែងនេះមិនថ្មីទេបាទឡាយកាត់ដាច់បាទអញ្ចឹងក៏សូមអរគុណផងដែរណាប្រិមត្តទស្សនិកជនការប្រកួតនេះបាទដំណើរការទៅបានគឺបាទបានពីការចូលរួមឧបត្ថម្ភដោយដៃជីឡៃក៏ដូចបាទឥឡូវមួយពីវិទ្យាស្ថានបាទអប់រំសិង្ហបុរីបញ្ជូនទៅស្រុកខាងស្ដាំបាទទុកពេញញាក់ដាំកន្លែងនេះញ៉ាំទឹកបន្តិចហើយបាទក្មួយចាប់ដាំមានការប្រកួតជាបន្តទៀតបាទញាក់ទាញស្ដាំមួយបញ្ជូនឡើងទៅខាងលើកាត់យកបាល់បានទាញចោះទាញឡើងកន្លែងនេះពីសំណាក់ SBIS បាទឥឡូវឆាយបាល់បានមកជើងស្ដាំបាទពី SBIS បាទប៉ុន្តែយ៉ាងណាត្រូវបានចាប់បាល់បានបាល់ចេញពីសំណាក់ SBIS បញ្ជូនឡើងទៅខាងលើអាយ៉ាអូទៅចេញមកទៅហើយបាទ kick in បាទពីសំណាក់ SBIS បាទញាក់ទាញល្អខ្លាំងមែនទែន SBIS ដំណើរស្វែងរកឱកាសគ្រាប់ទី2ឬក៏យ៉ាងណាគូសហការមានដូចជា V Active បាទមាន Yos មាន Baby Outlet បាទ Survival Swim Club បាទអង្គរ IMK បែបអូយយមកគ្រាប់ទៀតបាត់ទៅហើយបាទប្រិយមិត្តរបស់គ្នា SBIS បន្ថែមគ្រាប់បាល់នឹងបញ្ចប់ការប្រកួតរបស់ខ្លួន2-0បាទបើការនាំមុខទៅលើវិទ្យាស្ថានអប់រំសិង្ហបុរីទេជន់បាល់ទៅមុខរួយក៏ខ្ចីជើងមកខាងក្រោមបោះមកខាងលើស្លាប់ឆ្វេងរុញឡើងទៅខាងលើឱកាសសាច់ជាថ្មីអ្នកចាំទីឡើងមកតាន់ពេលវេលាអេឡង់សុទ្ធឬក៏យ៉ាងណាឆ្កោទៅជាបន្តឱកាសគ្រាប់ទី3ថែមស្ដាមអូអត់ចូលទេស្ដាយមែនទែនមុននេះមានការសម្រាប់អញ្ចឹងហើយមានការបន្ថែមមកឥឡូវឱកាសគ្រាប់ទី3បណ្ដាអត់អីទេមួយជើងពីចម្ងាយទុកគ្រូបានអ្នកចាំទីមិនតន់តាឆ្ងាយឱកាសជាបន្ត FBI កំពុងតែជាយាមស្វែងរកឱកាសគ្រាប់ទី3របស់ខ្លួនបាទបញ្ជូនមកខាងក្រោយបាទយើងនិយាយថាឡើងលើចុះក្រោមល្អខ្លាំងមែនទែនបាទចប់ការប្រកួតបាត់ទៅហើយអបអរសាទរទៅដល់ SBIS Soccer School 12បាទទទួលបានជ័យជំនះសម្រាប់ការប្រកួតបើកឆាកបាទនាព្រឹកនេះបាទអរគុណបាទចាំប្រិមិត្តយើងមកទស្សនារូបភាព highlight បាទការប្រកួតមួយនេះឡើយនេះក្របបាល់ទី1គឺជាការធ្វើប្រហែសរបស់អ្នកចាំទីបាទវិទ្យាស្ថានអប់រំបាទគឺធ្វើឲ្យបាទមានមកគ្រាប់កើតឡើងបើកឆាកបាទនេះគឺជាឱកាសរបស់វិទ្យាស្ថានអប់រំវិញដែរប៉ុន្តែការថែមបាទការសុទ្ធឡើងនេះគឺត្រូវបានសង្គ្រោះដោយអ្នកចាំទីបាទហើយយើងមកទស្សនាត្រង់ចំណុចនេះប្រិមត្តយើងគឺសុទ្ធបាទនៅចុងម៉ោងបាទធ្វើឲ្យបន្ទុកនឹងគឺកើនឡើងទ្វេដងបាទពីសំណាក់កីឡាកររបស់ SBIS ហើយនេះបន្តទៀតដែរបាទនេះប្រិមត្តយើងទស្សនារបៀបការបញ្ជូនការថែមត្រង់ចំណុចនេះបាទអូគូដៅកណាដែលអ្នកអត់មានអ្នកចាំទីនោះទេអញ្ចឹងស្ដាយមែនទែនតែយ៉ាងណាបាទ SBIS ក៏ទទួលបានជ័យជំនះទៅហើយបាទបន្តទស្សនាគូទី2